សូមអនុមោទនាសោកសោសាំងលក្ខតេបញ្ញង្ការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะនមតហរតនតយសៈវន្ទាមិខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណនៃបរតនត្រ័យទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពជ្រះថ្លាជាទីពឹងសពសពកាលនឹងសូមនមស្ការចំពោះលោកម្ចាស់គ្រូដែលជាគ្រូរបស់ខ្ញុំប្រកាសណាភិក្ខុវីវិនដោយសេចក្តីគោរពជ្រះថ្លាផងដែររាប់អានដល់កណ្ណាម្ចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមានគង់ស្ដាប់ព្រះធម៌នៅទីនេះចម្រើនពរដល់ញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលជាម្ចាស់អ្នកផ្ដើមបុណ្យដែលបានប្រារព្ធធ្វើនៅបុណ្យតក្ខិណានុបទានគម្រប់7ថ្ងៃគ្រប់7ថ្ងៃត្រឹមមែនទេញោមដើម្បីឧទ្ទិសកុសលដល់ឧបាសិកាព្រឹមលីហើយប្តីគាត់ឈ្មោះអីទេសៀមអួននឹងឧទ្ទិសសៀនអួនឧទ្ទិសកុសលដល់លោកឪពុកផងដែរព្រមទាំងញាតិនៅក្នុងសង្សារវដ្តហើយកម្មវិធីបុណ្យនោះគឺនៅថ្ងៃអាទិត្យ11រោចខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី9ខែសីហាឆ្នាំ2026អ្នកផ្ដើមបុណ្យនោះមានអ្នកស្រីព្រឹមយួនត្រូវជាបងនៃសពលោកអ៊ួនឡុងនិងភរិយាអេងចនាព្រមទាំងបុត្រលោកអ៊ួនជូនិងភរិយាណនច័ន្ទព្រមទាំងបុត្រលោកអ៊ួនខ្វាច់និងភរិយាម៉ាននិព្រមទាំងបុត្រអ្នកស្រីអ៊ុនអីឡាច់និងស្វាមីហ៊ឿនហ៊ីមព្រមទាំងបុត្រអ្នកស្រីអ៊ួនអ៊ូញនិងស្វាមីអេងអឿនព្រមទាំងបុត្រលោកអ៊ួនអៀបនិងភរិយាផុនឌឿនព្រមទាំងបុត្រអ្នកស្រីអ៊ួនអូននិងស្វាមីបើសុខាព្រមទាំងបុត្រអ្នកស្រីអ៊ួនអាននិងស្វាមីព្រមទាំងបុត្រនេះអ្នកផ្ដើមបុណ្យណាញាតិញោមដែលបានប្រារព្ធធ្វើនៅបុណ្យតក្កិណានុបទានគម្រប់ខួប7ថ្ងៃសមាភាពមុននឹងអរតនីប្រធមសម្ដែងក៏សូមអនុមោទនានៅកុសលចេតនារបស់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដោយចិត្តជ្រះថ្លាផងដែរហើយអាត្មាភាពមិនរតនាប្រធមឯណាក្រៅអំពីកម្មវិធីបុណ្យនឹងទេគឺសម្ដែងអំពីកម្មវិធីបុណ្យដែលញាតិញោមបានប្រារព្ធធ្វើនឹងឯងហើយហេតុដែលនាំឲ្យកើតនៅបុណ្យកតញ្ញូតក្កិណានុបទានគម្រប់ខួប7ថ្ងៃនេះដោយមានហេតុ2យ៉ាងទី1នឹកឃើញនៅគុណរបស់លោកអ្នកដ៏មានគុណទាំងឡាយដែលធ្វើសេចក្តីល្អមកលើយើងដោយផ្លូវកាយដោយផ្លូវវាចានិងដោយផ្លូវចិត្តជាពិសេសមេត្តាបិតាដែលគាត់ធ្វើសេចក្តីល្អមកលើយើងដែលមាននៃជាតិគុណមាននៅឧបការៈគុណគឺការបង្កើតនិងគុណចិញ្ចឹមបីបាច់ថែរក្សាទី2នឹកឃើញថាសង្ខាររបស់អាត្មាអញនឹងក៏មិនទៀងណាមួយធ្វើបុណ្យដើម្បីឧទ្ទិសបុណ្យកុសលនឹងដល់មេត្តាបិតាជីដូនជីតាញាតិនៅក្នុងសង្សារវដ្តផងនឹងអពុបហេតុដែលនាំឲ្យកើតនៅបុណ្យហ្នឹងញាតិញោមហើយព្រះពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងព្រះអង្គទ្រង់សរសើរណាស់កូនដែលមាននៅធម៌កតញ្ញូ
កតវិធីនឹកឃើញនៅគុណរបស់លោកអ្នកដ៏មានគុណទាំងឡាយហ្នឹងគឺព្រះអង្គទ្រង់សរសើរណាស់ហើយអ្នកដែលដឹងគុណហ្នឹងគឺជាសពបរោះដើរតាមមាគ៌ាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់សម្ដែងតាក់ទងនឹងកន្លែងហ្នឹងញាតិញោមហើយបុណ្យ7ថ្ងៃនេះតើព្រះពុទ្ធអនុញ្ញាតដែរឬទេបុណ្យ7ថ្ងៃនេះគឺជាបុណ្យបវេណីព្រះពុទ្ធមិនបានអនុញ្ញាតនិងបញ្ញត្តិទេតែជាការធ្វើឡើងដើម្បីរំលឹកដល់គុណរបស់លោកអ្នកដ៏មានគុណទាំងឡាយមានមេត្តាបិតាជាដើមព្រះពុទ្ធមានតែសម្ដែងឲ្យពុទ្ធបរិស័ទធ្វើនៅបុណ្យកុសលនឹងធ្វើរាល់ថ្ងៃញាតិញោមដោយដែលព្រះគាថាដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាបញ្ញញ្ជេពុរិសោកយិរាថេណੰបុណប្បណੰតាមហិចន្ទាំងកយិរាថាសុខោបញ្ញសឧច្ចយោបញ្ញញ្ជេពុរិសោកយិរាបើបរោះធ្វើបុណ្យហើយត្រង់កន្លែងនេះរាប់ទាំងស្ត្រីផងតែបរោះនឹងជាប្រធានកយិរាថេណੰបុណប្បណੰក៏បីធ្វើបុណ្យនោះឲ្យបានរឿយតាមហិចន្ទាំងកយិរាថាក៏បីធ្វើសេចក្តីពេញចិត្តនៅក្នុងបុណ្យហ្នឹងដល់តែត្រង់មាទី4ព្រះអង្គទ្រង់ត្រាស់សម្ដែងថាសុខោបញ្ញសឧច្ចយោព្រោះថាការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខហើយសេចក្តីសុខនេះគឺសុខទាំងបច្ចុប្បន្នសុខទាំងក្នុងលោកខាងមុខរហូតដល់អាចរួចចាកអំពីសេចក្តីទុក្ខបានកន្លែងនេះអាត្មានិទានរឿងមួយសង្ខេបឲ្យញាតិញោមបានដឹងរឿងហ្នឹងគឺរឿងនាងលាជទេវធីតានាងហ្នឹងគឺឧបនិស្ស័យរបស់នាងហ្នឹងគឺត្រូវបានសម្រេចនៅគុណធម៌ហើយថ្ងៃនោះព្រះមហាកស្សបៈដែលជាអគ្គសាវកញាតិញោមខាងប្រព្រឹត្តនៅទុដងហើយលោកពិចារណាមើលទៅឃើញថានាងលាជទេវធីតានឹងត្រូវប្រោសសម្រេចនៅសោតាបតិមៈសោតាបតិផលហើយព្រះមហាកស្សបៈនឹងក៏និមន្តទៅជួបនាងឃើញព្រះមហាកស្សបៈមានចិត្តជ្រះថ្លាចង់ថ្វាយទានចង់ធ្វើបុណ្យកុសលតែមិនមានទ្រព្យសម្បត្តិអីទេមានតែបាយលាជយកទៅលីងធ្វើជាបាយលាជហើយដាក់ប្រគេនចំពោះព្រះមហាកស្សបៈនៅពេលដែលប្រគេននឹងរួចហើយនាងនឹងក៏ត្រូវពោះចិត្តស្លាប់ទៅតែម្ដងហើយទៅកើតជាទេវធីតាញាតិញោមមានសម្បត្តិដ៏អស្ចារ្យណាស់រូបក៏ស្អាតហើយកន្លែងហ្នឹងគឺទឹកតែម្ដងហើយនាងក៏បានពិចារណាថាតើអាត្មាអញបានធ្វើបុណ្យអីពីមុនមកបានមកកើតជាទេវតាបែបនេះដល់តែពិចារណាទៅឃើញថាអាត្មាអញបានធ្វើបុណ្យដាក់បាយលាជតែមួយចានដល់លោកម្ចាស់ព្រះមហាកស្សបៈហើយនាងគិតថាបុណ្យកុសលរបស់ខ្លួននឹងតិចណាស់ហើយនាងក៏មកចុះមកធ្វើបុណ្យម្ដងទៀតមកជាលើកទី1ជាលើកទី2ជាលើកទី3ទៅព្រះមហាកស្សបៈហ្នឹងក៏ថានាងមកក្បែរអញ្ចឹងគឺអត់សមគួរទេគឺថាអ្នកប្រព្រឹត្តនៅព្រមចរិយធម៌ក៏មានស្រីមកក្បែរអញ្ចឹងនាំឲ្យរង្គៀសធម្មកថាដតីហ្នឹងអាចតេះដៀលទៀតចឹងក៏ដេញនាងនឹងទៅដេញមិនទៅហើយព្រះមហាកស្សបៈញាតិញោមគឺជាព្រះអរហន្តមានឫទ្ធិអភិញ្ញាខ្លាំងណាស់គ្រាន់តែទះដៃផាំងនាងទេវតានឹងនៅអត់បានទេប៉ើងទៅលើអាកាសឯណោះដល់តែប៉ើងទៅលើអាកាសទៅក៏យំថាលោកម្ចាស់ដ៏ចម្រើនកុំដេញខ្ញុំព្រះអង្គអីខ្ញុំព្រះអង្គចង់បំពេញបុណ្យកុសលហើយរឿងហ្នឹងក៏ដឹងដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅវត្តចេតពុនញាតិញោមព្រះសម្មាសម្ពុទ្ធនឹងក៏សម្ដែងនៅបដិហាពន្លឺភ្លឺឆ្វាចមកទៅមានរស្មី6ពណ៌ដូចជាព្រះពុទ្ធគង់នៅលើអាកាសហ្នឹងហើយនាងក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ក៏ត្រាស់ថាមនាលនាងទេវធីតាកិច្ចរបស់នាងគឺជាអ្នកប្រាថ្នាបុណ្យចូលបំពេញបុណ្យចោះឯបុត្ររបស់តថាគតគឺជាអ្នកសង្រួមទើបព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបញ្ញញ្ជេពុរិសោកយិរាថេណੰបុណប្បណੰតាមហិឆន្ទាំងកយិរាថាសុខោបញ្ញសឧច្ចយោបើបរោះធ្វើបុណ្យគប្បីធ្វើបុណ្យនោះឲ្យបានរឿយគប្បីធ្វើសេចក្តីពេញចិត្តនៅក្នុងបុណ្យនោះព្រោះថាការសន្សំបុណ្យរមែងនាំមកនៅសេចក្តីសុខ
នាងហ្នឹងក៏បានទម្លុះនៅអរិយសច្ចធម៌ញាតិញោមដោយសារឧបនិស្ស័យរបស់នាងនឹងគ្រប់ហើយណាមួយនាងធ្វើបុណ្យនឹងប្រកបទៅដោយបញ្ញាទៀតហៅថាកុសលជាញាណសម្បយុទ្ធណាញាតិញោមសោមនោសៈសហកតាំងញាណសម្បយុត្តតាំងអសង្ខារិកាំងបុណ្យកុសលរបស់នាងនឹងគឺធ្វើដោយខ្លួនឯងតែម្ដងអត់មានអាណាមកបបួលដឹកនាំទេនាងក៏សម្រេចជាព្រះអរិយបុគ្គលដោយសារត្រាស់ដឹងនៅសច្ចធម៌ដោយសារបានជួបនៅសពបរោះដោយសារបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងដែលអាត្មានិទានរឿងនេះមកគឺឲ្យញាតិញោមបំពេញនៅបុណ្យកុសលឲ្យបានរឿយៗកុំគប្បីធ្វើនៅអំពើបាបឡើយហើយមានបគាថាមួយទៀតហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាអភិដ្ឋរេថកល្យានេបាចិត្តតាំងនិវេរយេតនទាំងហេករតោបញ្ញੰបាស្មឹងរមតីមនោបុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អគួរខាត់ចិត្តចាស់បាបព្រោះថាកាលបើបុគ្គលធ្វើបុណ្យយឺតយូរចិត្តរមែងត្រេកអរក្នុងបាបសូមអនុមោទនាហើយកូនប្រុសស្រីទាំងឡាយហ្នឹងគឺសុទ្ធតែជាសពបរោះដែលមាននៅកតញ្ញូកតវិធីពីព្រោះមេត្តាបិតារបស់យើងគាត់មាននៅធម៌នៅសង្ឃៈមាននៅព្រហ្មវិហារធម៌មេត្តាបិតារបស់យើងតែងតែហាមកូនមិនឲ្យធ្វើអំពើអាក្រក់គ្រប់បែបយ៉ាងទាំងអស់តែងតែតែងតែញ៉ាំងកូនឲ្យកូនបំពេញនៅបុណ្យកុសលហើយនឹងគត់គង់ឲ្យកូនសិក្សារៀនសូត្រដល់ពេលធំក៏រៀបអាពាហ៍ពិពាហ៍ឲ្យកូនមានប្តីមានប្រពន្ធអីចឹងទៅហើយថែមទាំងមាននៅព្រហ្មវិហារធម៌មាននៅមេត្តាមាននៅករុណាមាននៅមុទិតាមាននៅឧបេក្ខាចំពោះកូនហើយមេត្តាបិតាគឺជាគ្រូដើមជាទេវតាដើមមេត្តាបិតាគឺជាបុគ្គលដែលគួរគោរពគួរបូជាអំពីកូនប្រុសស្រីទាំងឡាយចឹងកូនប្រុសស្រីទាំងឡាយបើគាត់នៅរស់គាត់បីចិញ្ចឹមគាត់ដោយបច្ច័យទាំងឡាយ4ពីព្រោះគាត់នឹងគឺធ្លាប់ចិញ្ចឹមយើងហើយដល់តែពេលគាត់ស្លាប់ទៅគាត់បីធ្វើជាបុណ្យតក្កណានុបទានដើម្បីឧទ្ទិសនៅកុសលនឹងជូនគាត់ហើយថ្ងៃនេះគឺញាតិញោមបានធ្វើបុណ្យតក្កណានុបទានតក្កណានុបទាននេះគឺជាភាសាបាលីញាតិញោមនិយមន័យឲ្យងាយយល់តក្កណានុបទានហ្នឹងគឺជាទានដែលធ្វើចំពោះបុគ្គលដែលធ្វើនៅមរណកាលទៅហើយតក្កណានុបទានហ្នឹងគឺនិយមន័យប្រែឲ្យចំគឺទានដែលជឿនៅកម្មនិងផលឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់យូរហើយក្តីស្លាប់ថ្មីក្តីនឹងគឺឧទ្ទិសកុសលដល់អ្នកដែលបានធ្វើមរណកាលទៅហើយដើម្បីឲ្យសម្រេចដល់បុគ្គលដែលធ្វើមរណកាលទៅនោះតតែធ្វើប្រកបទៅដោយអង្គ3យ៉ាងអាត្មាតែងតែនិទានជារឿយលោកគ្រូអាចារ្យធ្លាប់បានស្ដាប់ច្រើនដងមកហើយតែសម្ដែងនឹងឲ្យញាតិញោមពុទ្ធបរិស័ទម្ចាស់ដើមបុណ្យញាតិញោមឲ្យញាតិញោមបានដឹងទី1គឺញាតិញោមធ្វើទានចំពោះអ្នកដែលមានសិលញាតិញោមសីលៈទានណាំងទេតេគឺធ្វើទានចំពោះអ្នកដែលមានសិលមានប្រសង់ឧបាសកឧបាសិកាមិនចំពោះតែប្រសង់ទេឧបាសកឧបាសិកាណាដែលគាត់មានសិល5មានសិល8ឧបោសថសិលល្អក៏ចាត់ចូលនៅក្នុងតក្កណានុបទានទាំងអស់ដល់ទៅទី2គឺឧទ្ទិសកុសលនឹងដោយខ្លួនឯងអ៊ីទាំងវោញាតៃណាំងហោតុសុខេតាហោតុញាតយោទាននេះចូលមានដល់ញាតទាំងឡាយសូមញាតទាំងឡាយរបស់ខ្ញុំបាននៅសេចក្តីសុខចុះញោមឧទ្ទិសដោយចំពោះក៏បានញោមឧទ្ទិសមិនដោយចំពោះក៏បានឧទ្ទិសចំឈ្មោះក៏បានឧទ្ទិសញាតទាំងឡាយនៅក្នុងសង្សារវដ្តក៏បានឧទ្ទិសៈបេតាណាំងឧទ្ទិសចំពោះអ្នកដែលបានស្លាប់ដល់តអង្គទី3នឹងអាស្រ័យទៅលើគាត់មិនដឹងថាគាត់បដិសន្ធិកើតទៅកន្លែងណាផងជួនកាលក៏ទៅនរកទៅប្រែទៅអសុរកាយទៅទេវតាទៅអីផ្សេងគឺយើងអត់ដឹងទេពីព្រោះមិនមែនជាវិស័យពុទ្ធមិនមែនជាព្រះអរហន្តមិនដឹងថាគាត់ទៅកើតឯណាអង្គទី3នឹងអាស្រ័យទៅលើគាត់ចេះអនុមោទនានៅបុណ្យកុសលហ្នឹងអត្តនោអនុមោទនេអ្នកដោយប្របាទពងពិសាធ្វើទានហ្នឹងគឺញាតិអត់ចេះអនុមោទនាទេ
nhiệt tốt nhiệt nó cứ một lượng tí muối mình ban đầu tư đào đào màu tiết có ban đầu tư có ban cầm nát đọc là xa zoom á lục mô tiạ ni ហើយមកភាពចង់រតនាប្រធរពីកន្លែងទៀតហើយបញ្ចប់តែធរតែម្ដងខ្ញុំ10នាទីជាងបាត់ទៅហើយបងសំដែងអំពីឆលង្កទានហើយនឹងតកតងនឹងសង្សារចក្រហើយនឹងធម្មចក្របន្តិចទៀតបងឆលង្កទានហ្នឹងគឺជាទានដែលប្រកបទៅដោយអង្គ6យ៉ាងអាត្មាតែងតែសំដែងពីព្រោះតកតងកន្លែងហ្នឹងត្រូវនឹងកម្មវិធីបុណ្យតកតងទី1តកតងនឹងបដិគាហកៈ3តកតងនឹងទាយុទាយិកានឹង3ទាយុទាយិកាអ្នកដែលបានធ្វើញាតិដូចញាតិញោមធ្វើស្រែណាញោមញាតិញោមធ្វើស្រែមុននឹងធ្វើស្រែក៏ទៅត្រាំពូជក៏ត្រៀមមុននឹងធ្វើហ្នឹងយ៉ាងណាមិញតកតងនឹងកន្លែងនេះចេតនា3ទី1តកតងនឹងពុបចេតនាចេតនាមុននឹងប្រពធ្វើជាបុណ្យតក្ខណានុបទានហ្នឹងក៏រួមគ្នាកូនប្រុសកូនស្រីបងប្អូនហ្នឹងក៏រួមគ្នាថាតើទិញស្លាដកប៉ុន្មានជួលរោងអ្នកណាអីចឹងទៅចាត់ចែងមុននឹងធ្វើហ្នឹងអញ្ចឹងពុបចេតនារបស់ញាតិញោមនឹងល្អមុនចនៈចេតនាដែលកំពុងធ្វើនឹងល្អនឹងបុណ្យនឹងគឺมันអាចគណនាបានទេហើយអបរិយចេតនាក៏ល្អទៀតចេតនាទាំង3ហ្នឹងញាតិញោមគឺល្អទាំង3ក្នុងកាលទាំង3ក្នុងអារម្មណ៍ទាំង3នោះបុណ្យកុសលគឺมันអាចគណនាបានទេហើយញាតិញោមហ្នឹងគឺឧបចេតនាហ្នឹងគឺគិតថាអាត្មាអញនេះបានធ្វើទ្របនេះជាបញ្ញនិធិជាកំណប់បុណ្យហើយមុនចនៈចេតនាហ្នឹងធ្វើទ្របតែគ្មានខ្លឹមសារឲ្យជាទ្របតែមានខ្លឹមសារគិតអញ្ចឹងហើយធ្វើបន់ហើយហ្នឹងក៏មានសេចក្តីខ្លាំងខ្នះអីថាប្អូននេះចេញតិចបងនេះចេញច្រើនអីចឹងទៅកុំស្ដាយក្រោយថាធ្វើអស់1លាន2លានស្ដាយក្រោយនាំឲ្យចំពុកបន់អញ្ចឹងចេតនាទាំង3ហ្នឹងល្អទាំង3គឺបន់ហ្នឹងជាគំនរនៃបន់កុសលនេះតកតងនឹងទាយុទាយិកាអ្នកដែលបានធ្វើហើយតកតងនឹងបដិគាហកៈ3នោះគឺជាបុគ្គលដែលអស់ទៅនៃរាគៈទោសៈមោហៈឬមួយក៏ជាបុគ្គលដែលកំពុងបដិបត្តិអស់ទៅនៃរាគៈទោសៈមោហៈគឺជាបុគ្គលដ៏ប្រសើរគឺជាស្រែបុណ្យដ៏ប្រសើរចេតនាទាំង3នឹងល្អពូជនឹងល្អហើយបដិគាហកៈនឹងក៏ស្រែល្អទៀតអញ្ចឹងបុណ្យនឹងគឺគណនាអត់បានទេសូមអនុមោទនាហើយកន្លែងមួយទៀតនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីសង្សារចក្រហើយនិងធម្មចក្រញាតិញោមកន្លែងហ្នឹងគឺបទហ្នឹងរៀងជ្រៅប៉ុន្តែគ្រាន់តែឲ្យញាតិញោមបានឮទៅដើម្បីបានជាឧបនិស្ស័យណាញោមសង្សារចក្រហ្នឹងគឺជាកង់ដែលនាំសត្វឲ្យស្លាប់វិលវល់នៅក្នុងវដ្តសង្សារហើយសង្សារចក្រហ្នឹងមានដូចថាកង់ញាតិញោមមានកង់ដែលសម្រាប់វិលទៅតែម្ដងអវិជ្ជាហើយនឹងតណ្ហាហ្នឹងប្រៀបធៀបដូចជាដុំអញ្ចឹងហើយអភិសង្ខារ3ហ្នឹងគឺជាកម្មចេតនា29ហ្នឹងជាបន្លួញជារាមរណៈជាខ្នងកង់ភព3ហ្នឹងគឺជាតួរត់ហើយអាសវៈ4ហ្នឹងគឺជាផ្លូវហើយគ្រាន់តែប៉ុណ្ណឹងញាតិញោមបើសិនជាញាតិញោមចេះនឹងច្រើនសម្ដែងធម៌ហ្នឹងគឺរាប់ខែរាប់ឆ្នាំគឺអត់ចប់ទេពីព្រោះអវិជ្ជាហើយនឹងតណ្ហាហ្នឹងគឺជាមូលនៃវដ្តជាឫសគល់នៃវដ្តសង្សារកាលណាបើញាតិញោមមាននៅអវិជ្ជាមាននៅតណ្ហានាំឲ្យមានជាតិនាំឲ្យមានចរិយានាំឲ្យមានជាធិនាំឲ្យមាននៅមរណៈគឺសេចក្តីស្លាប់នាំឲ្យបដិសន្ធិនាំឲ្យមានវិបាកនាំឲ្យមានកម្មច្ចរូបអីជាដើមអានេះសំដែងឲ្យរៀងជ្រៅណាញោមពីព្រោះយើងរាល់ថ្ងៃធ្វើបុណ្យកុសលផ្សេងហ្នឹងគឺនៅក្នុងអភិសង្ខារនឹងឯងគឺចេតនាដែលកើតនៅក្នុងលោកយៈចិត្តទាំងអស់ចេតនាដែលជាអកុសលចេតនាដែលជាកុសលដែលធ្វើហ្នឹងទេញោមទាំងអកុសលទាំងបាបទាំងបុណ្យគឺនៅក្នុងចក្រវនៈនៅក្នុងជីវ័នចិត្តរបស់យើងនឹងឯងអញ្ចឹងអភិសង្ខារទាំង3ហ្នឹងនាំឲ្យមានបដិសន្ធិពីព្រោះគឺជាតួកម្មហើយញាតិញោមមានឆ្ងល់ថាហេតុអីបានព្រះសម្មាសម្ពុទ្ធព្រះអង្គអស់ទៅនៃវត្តដាក់ញាតិញោមមានឆ្ងល់កន្លែងហ្នឹងអត់ញោមមានឆ្ងល់ថាហេតុអីបានព្រះសម្មាសម្ពុទ្ធអស់ទៅនៃវត្តដាក់មិនមានបដិសន្ធិទៀតញាតិញោមមានឆ្ងល់អីហ្នឹងអត់ញោមមានឆ្ងល់អត់ឆ្ងល់មែនទេ
ចឹងចំពោះកន្លែងហ្នឹងគឺដោយសារតែនេះដោយសារតែមូលនៃវត្តដាក់នេះដោយសារតែអវិជ្ជាដោយសារតែតណ្ហាហ្នឹងអត់មានកាលណាបើអវិជ្ជាតណ្ហាហ្នឹងមិនមានឫសគល់ហ្នឹងអត់មានអកុសលហ្នឹងមិនមានសូម្បីតែកុសលហ្នឹងក៏មិនមានដែរញាតិញោមអកុសលហ្នឹងក៏មិនមានកុសលហ្នឹងក៏មិនមានពីព្រោះកិច្ចកុសលហ្នឹងធ្វើកិច្ចលះអកុសលអស់នៅពេលដែលលះអកុសលអស់ទៅចិត្តរបស់ព្រះសម្មាសម្ពុទ្ធលែងដូចបឋិជនឬមួយក៏អរិយបុគ្គលថ្នាក់ក្រោមហើយគឺជាកិរិយាចិត្តតែម្ដងអញ្ចឹងបុគ្គលណាដែលធ្វើបុណ្យចំពោះព្រះសម្មាសម្ពុទ្ធគឺបុណ្យកណនាមិនបានទេប៉ុន្តែបើធ្វើបាបចំពោះព្រះសម្មាសម្ពុទ្ធគឺបាបក៏ខ្លាំងដែរដូចជាទេវទត្តនោះទម្លាក់ដុំថ្មទៅចំជើងព្រះបាទព្រះសម្មាសម្ពុទ្ធញាតិញោមគឺបាបធ្ងន់ញាតិញោមហើយឥឡូវទេវទត្តហ្នឹងនោះនៅនរកញាតិញោមគឺដូចត្រីអាំងអញ្ចឹងគឺដោតជាប់តែម្ដងឆេះរោរៀលដោយសារបាបអកុសលធ្វើនៅអនន្តរិយកម្មមានច្រើនអនន្តរិយកម្មហ្នឹងនេះតកតងនឹងសង្សារចក្រហើយមួយទៀតហ្នឹងតកតងនឹងធម្មចក្រមិញសង្សារចក្រហ្នឹងគឺជាកង់ដែលនាំសត្វឲ្យកើតស្លាប់នៅក្នុងវដ្តសង្សារហើយធម្មចក្រហ្នឹងគឺជាកង់ដែរប៉ុន្តែកង់ដែលនាំសត្វឲ្យឆ្លងផុតអំពីភព3ហើយញាតិញោមចាំស្ដាប់តើធម៌អីខ្លះដែលឆ្លងផុតអំពីភព3ហ្នឹងទី1គឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងនៅសព្វញ្ញតញ្ញាណត្រាស់ដឹងនៅអនាវរណញ្ញាណព្រះអង្គទ្រង់ត្រាស់ដឹងនៅពោធិបត្តិយធម៌ទាំង37ប្រការព្រះអង្គទ្រង់ត្រាស់ដឹងនៅបដិច្ចសមុប្បាទ12ព្រះអង្គមានញាណ3ត្រាស់ដឹងនៅសច្ចធម៌ទាំង4អរិយសច្ចធម៌ហ្នឹងញោមឲ្យត្រាស់ដឹងនៅញាណទាំង3ទៀតទី1មានសច្ចញាណមានកិច្ចញាណមានកតញ្ញាណហើយញាណហ្នឹងគឺជាបរិញ្ញាកិច្ចញោមបរិញ្ញាកិច្ចហ្នឹងគឺកំណត់ដឹងនៅខណ្ឌហ្នឹងញោមនៅតួខណ្ឌរបស់យើងហ្នឹងញោមកំណត់ដឹងទៅក៏ធ្វើកិច្ចទៅក៏អស់ទុកអរហត្តមគ្គញាណកើតឡើងទៅក៏អស់ទៅនៃវត្តដែរសូមអនុមោទនាព្រះធម៌ទេសនាញោមស្ដាប់បានណាញោមស្ដាប់បានណាស្ដាប់បានណាគឺអាចនឹងថាបានខ្លះមិនបានខ្លះពីព្រោះអាត្មាសិក្សាហើយជួនកាលចាប់អត់បានដែរញោមអញ្ចឹងស្ដាប់ឲ្យបានច្រើនទៅហើយព្រះធម៌ទេសនាប៉ុណ្ណឹងទៅចោះញោមម៉ោងម៉ាទៅដល់ម៉ោងអញ្ចឹងប៉ុណ្ណឹងទៅចោះបញ្ចប់ព្រះធម៌តែម្ដងតែមុននឹងបញ្ចប់ព្រះធម៌ក៏សូមប្រមូលលើបុណ្យកុសលទាំងអស់ដែលកើតអំពីអមិសទានឬមួយក៏ធម្មទានដែលកើតនៅក្នុងថ្ងៃនេះមួយចំណែកលើប្រគេនចំពោះលោកម្ចាស់គ្រូដែលគង់ប្រវត្តិមាននៅទីនេះមួយចំណែកលើប្រគេនចំពោះលោកម្ចាស់គ្រប់ព្រះអង្គនិងជាពិសេសគឺញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលជាម្ចាស់ដើមទានប្រធានដើមបុណ្យដែលបានប្រារព្ធធ្វើនៅបុណ្យទក្ខិណានុប្រទានដើម្បីឧទ្ទិសកុសលដល់ឧបាសិកាព្រឹមលីបើគាត់បានឮហើយក៏សូមអនុមោទនាហើយបើមិនបានឮទេក៏សូមស្ដេចនៃទេវតានៅឋានចាតុមហារាជការហ្នឹងដែលគ្រប់គ្រងនៃទេវតាទាំងឡាយហ្នឹងទៅផ្សាយដំណឹងដល់ឧបាសិកាព្រឹមលីនឹងផងសូមអនុមោទនានិងញាតិញោមពុទ្ធបរិស័ទក៏សូមឲ្យបានជួបតែនឹងពុទ្ធមង្គល5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភានៈកំបីឃ្លៀងឃ្លាតឡើយនិងលោកម្ចាស់គ្រូញាតិញោមពុទ្ធបរិស័ទទាំងអស់ក៏សូមឲ្យបានជាបច្ច័យរូចៈទុកគ្រប់ព្រះអង្គនិងគ្រប់គ្នាសូមអនុមោទនាសូមអនុមោទនាបុណ្យសូមអនុមោទនាមហាកុសលអាយ៉ាងធម្មទេសនានិតិតាពធទេសនាដែលសម្ដែងមកប្រមាណប៉ុណ្ណេះក៏សន្មតបញ្ចប់ប៉ុណ្ណេះឯងអេវ៉ាំង